ជាមួយសម្លេងត្រាក់ទ័រប្រមាណជា1500គ្រឿងដែលកំពុងតែបើកសម្ដៅចូលមកកណ្ដាលក្រុងបានធ្វើឲ្យរញ្ជួយក្រុងប៉ារីបាតកម្មនេះដឹកនាំដោយសហព័ន្ធសហជីពជាតិដើម្បីកសិករបារាំងដែលហៅកាត់ថា FNSEA ដែលជាសហជីពធំជាងគេបង្អស់ក្នុងវិស័យកសិកម្មនៅបារាំងតាមការគ្រោងទុកក្រុមតំណាងសហព័ន្ធសហជីពកសិករនេះនឹងត្រូវទទួលជួបដោយលោកនាយករដ្ឋមន្ត្រីបារាំង Manuel Valls នៅរសៀលថ្ងៃទី3កញ្ញានេះតាមការទាមទាររបស់ក្រុមបាតកោដែលមានចំនួនប្រមាណជា4000នាក់គឺសូមឲ្យរដ្ឋាភិបាលបារាំងគិតគូរស្រោចស្រង់ជីវភាពរបស់កសិករដែលកំពុងតែជួបការលំបាកកាន់តែខ្លាំងឡើងសំណើរបស់សហព័ន្ធសហជីពកសិករគឺសូមឲ្យរដ្ឋាភិបាលបន្ថែមទឹកប្រាក់ក្នុងកម្មវិធីជំនួយដល់កសិករតាមគម្រោងរបស់លោករដ្ឋមន្ត្រីកសិកម្មបារាំង Stéphane Le Foll ដែលបានដាក់ស្នើកាលពីថ្ងៃទី22កក្កដាគឺមានតម្លៃទឹកប្រាក់600លានអឺរ៉ូប៉ុន្តែសម្រាប់លោក Xavier Berlang ប្រធានសហព័ន្ធសហជីពកសិករទឹកប្រាក់នេះគួរដំឡើងដល់3000លានអឺរ៉ូទើបគ្រប់គ្រាន់សំណើមួយទៀតរបស់សហព័ន្ធសហជីព FNSEA គឺសូមឲ្យដាក់ចុះនៅរយៈពេល1ឆ្នាំពេញកុំឲ្យកសិករបង់ប្រាក់សំណងទៅធនាគារដើម្បីអនុញ្ញាតឲ្យកសិករមានលទ្ធភាពយកប្រាក់ទៅដោះទាល់ផ្សេងៗដូចជាត្រូវបង់ទៅឲ្យអ្នកផ្គត់ផ្គង់ជាដើមសហជីពនេះក៏បានត្អូញត្អែផងដែរពីការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាអាល្លឺម៉ង់និងអេស្ប៉ាញសហជីពកសិករនេះបានបរិហារថាមានក្រិតក្រមនិងលក្ខខណ្ឌច្រើនពេកដែលតម្រូវឲ្យកសិករបារាំងគោរពហើយការនេះធ្វើឲ្យតម្លៃដើមផលិតផលមានកម្រិតខ្ពស់ដែលធ្វើឲ្យពួកគេមានការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារដោយសារតែផលិតផលប្រទេសផ្សេងថោកជាងដោយឡែកបើតាមសម្ដីលោកពីណាតេលតំណាងសហជីពមួយផ្សេងទៀតដែលសម្រេចមិនចូលរួមក្នុងបាតកម្មនេះបានពន្យល់ថាបញ្ហាមិនមែនមកពីក្រិតក្រមលក្ខខណ្ឌដែលតម្រូវឲ្យកសិករគោរពឬតម្លៃផលិតផលនោះទេបញ្ហាគឺមកពីកសិករបារាំងខ្លួនឯងសម្រាប់លោកអស់រយៈពេលជាង40ឆ្នាំមកហើយដែលបារាំងព្យាយាមធ្វើកំណែទម្រង់កសិកម្មដោយដើរតាមរបត់ដដែលប៉ុន្តែលទ្ធផលជាក់ស្ដែងគឺបរាជ័យដោយបច្ចុប្បន្ននេះលោកយល់ថាវាដល់ពេលហើយដែលសហព័ន្ធសហជីពកសិករត្រូវធ្វើការផ្លាស់ប្ដូរផ្នត់គំនិតឈប់ផលិតដោយគិតតែពីបរិមាណនិងការលក់ចេញឲ្យបានច្រើនបច្ចុប្បន្ននេះដើម្បីប្រកួតប្រជែងគេត្រូវចាប់ផ្ដើមគិតពីគុណភាពជាចម្បងលក្ខខណ្ឌជាច្រើនដែលសហភាពអឺរ៉ុបដាក់ចេញគឺវាជាការការពារដល់ការដាំដុះការចិញ្ចឹមសត្វដែលមានគុណភាពខ្ពស់និងធានាដល់សុខភាពរបស់អ្នកបរិភោគហើយលក្ខខណ្ឌទាំងនោះទៀតសោតគឺត្រូវដាក់ចេញឲ្យគោរពគ្រប់ប្រទេសសមាជិកទាំងអស់ការដាំដុះនិងចិញ្ចឹមសត្វដោយមិនប្រើជាតិគីមីនិងផ្ដល់តម្លៃដល់គុណភាពជាចម្បងទើបជាអនាគតរបស់កសិកម្ម